តើលោកអ្នកធ្លាប់មានអារម្មណ៍ថាជីវិតមិនយុត្តិធម៌សម្រាប់អ្នកដែរឬទេតើអ្នកធ្លាប់ឈឺចាប់ពីការបរាជ័យពីការបាត់បង់ឬក៏ពីមនុស្សដែលអ្នកជឿទុកចិត្តបំផុតដែរឬទេនៅពេលខ្លះយើងសួរខ្លួនឯងថាតើហេតុអ្វីបានជាវាធ្លាក់មកលើខ្ញុំប៉ុន្តែមានការពិតមួយដែលមនុស្សភាគច្រើនមិនចង់ទទួលស្គាល់នោះគឺការឈឺចាប់មិនមែនមកបំផ្លាញអ្នកទេប៉ុន្តែវាមកបង្កើតអ្នកដូច្នេះការឈឺចាប់គឺជាគ្រូបង្រៀនរបស់មនុស្សគ្រប់គ្នាគ្មានជីវិតណាងាយស្រួលគ្មានបញ្ហាហើយក៏គ្មានការឈឺចាប់ដែរប៉ុន្តែលោកអ្នកសាកសួរខ្លួនឯងម្ដងទៀតមើលប្រសិនបើគ្មានការលំបាកទេតើជីវិតយើងនឹងរីកចម្រើនដែរឬទេនៅពេលដែលអ្នកឈឺចាប់អ្នកចាប់ផ្ដើមគិតកាន់តែជ្រាលជ្រៅអ្នកចាប់ផ្ដើមស្គាល់ខ្លួនឯងច្បាស់ជាងមុនអ្នករៀនពីអ្វីដែលសំខាន់និងអ្វីដែលមិនសំខាន់ដូច្នេះការឈឺចាប់គឺជាគ្រូដ៏ចម្បាំងទោះបីវាបង្រៀនយើងយ៉ាងខ្លាំងក្លាក៏ដោយការបែកបាក់និងការបាត់បង់មានពេលខ្លះដែលអ្នកត្រូវបែកពីមនុស្សដែលអ្នកស្រឡាញ់ឬក៏បាត់បង់អ្វីមួយដែលអ្នកគិតថាអ្នកមិនអាចរស់នៅបានបើគ្មានវានឹងឈឺចាប់ហើយចុកចាប់បំផុតប៉ុន្តែសូមលោកអ្នកចងចាំថាអ្វីដែលបែកបាក់ឬបាត់បង់មិនមែនតែងតែបំផ្លាញអ្នកទេវាអាចបើកផ្លូវជីវិតថ្មីមួយឲ្យអ្នកមនុស្សជាច្រើនរកឃើញខ្លួនឯងពិតប្រាកដក្រោយពេលដែលពួកគេបាត់បង់អ្វីមួយយ៉ាងធំនៅក្នុងជីវិតដូច្នេះការឈឺចាប់បង្កើនភាពរឹងមាំវាដូចជាសាច់ដុំពេលត្រូវបានហាត់ប្រាណវានឹងឈឺប៉ុន្តែបន្ទាប់មកវាក៏នឹងក្លាយទៅជាខ្លាំងជាងមុនជីវិតមនុស្សយើងក៏ដូចគ្នារាល់ការលំបាកដែលអ្នកឆ្លងកាត់គឺអ្នកកំពុងតែបង្កើត version ថ្មីឲ្យជីវិតរបស់អ្នកក្លាយទៅជាមនុស្សដែលមានអំណត់មានភាពអត់ធ្មត់ហើយក៏មានការយល់ចិត្តអ្នកដទៃហើយអ្វីដែលសំខាន់បំផុតនោះអ្នកក៏នឹងក្លាយទៅជាមនុស្សដែលមិនងាយបាក់បែកទៀតដោយការមុននោះទេការផ្លាស់ប្ដូរពីការឈឺចាប់មនុស្សមានពីរប្រភេទនៅពេលដែលជួបការឈឺចាប់ប្រភេទទី1គឺជាមនុស្សដែលបោះបង់ប្រភេទទី2គឺជាមនុស្សដែលក្រោកឡើងសំណួរមិនមែនសួរថាតើអ្នកឈឺចាប់ដែរឬទេពីព្រោះមនុស្សគ្រប់គ្នាសុទ្ធតែចេះឈឺចាប់ប៉ុន្តែសំណួរពិតប្រាកដនោះគឺតើអ្នកប្រើការឈឺចាប់របស់អ្នកយ៉ាងដូចម្តេចតើអ្នកប្រើវាដើម្បីបង្កើតកំហឹងឬក៏ប្រើវាដើម្បីបង្កើតផ្លូវថ្មីដូច្នេះសូមកុំរត់គេចពីការឈឺចាប់មនុស្សភាគច្រើនព្យាយាមរត់គេចប៉ុន្តែការរត់គេចមិនបានធ្វើឲ្យវាផុតទៅទេវាត្រឹមតែពន្យាពេលអ្នកប៉ុណ្ណោះប្រសិនបើអ្នកចង់ក្លាយទៅជាមនុស្សខ្លាំងអ្នកត្រូវតែរៀនប្រឈមមុខនឹងវាទទួលយកវាយល់ពីវាហើយរៀនពីវានៅពេលដែលអ្នកធ្វើបានការឈឺចាប់នឹងមិនអាចគ្រប់គ្រងអ្នកទៀតទេផ្ទុយទៅវិញអ្នកវិញទេដែលអាចគ្រប់គ្រងវាដូច្នេះនៅថ្ងៃណាមួយអ្នកនឹងមើលត្រឡប់ទៅរឿងកន្លងមកហើយអ្នកនឹងនិយាយថាខ្ញុំអរគុណចំពោះការឈឺចាប់ទាំងអស់ព្រោះវាបានបង្កើតខ្ញុំជាថ្មីថ្ងៃនេះប្រសិនបើអ្នកកំពុងតែឈឺចាប់សូមកុំបោះបង់ពីព្រោះអ្នកមិនមែនកំពុងតែបាត់បង់ទេអ្នកកំពុងតែក្លាយទៅជាមនុស្សដែលខ្លាំងជាងមុនដូច្នេះលោកអ្នកស្ដាប់ជាទីគោរពសូមចងចាំជានិច្ចថាការឈឺចាប់មិនមែនជាចុងបញ្ចប់នៃជីវិតនោះទេវាគឺជាការចាប់ផ្ដើមនៃកម្លាំងថ្មីមួយលោកអ្នកត្រូវចងចាំថាជីវិតមិនប្រយុទ្ធនឹងភាពខ្សោយរបស់អ្នកទេវាប្រយុទ្ធនឹងភាពខ្លាំងរបស់អ្នកនៅពេលដែលអ្នកដឹងថាហេតុអ្វីបានជាជីវិតផ្ដល់ការឈឺចាប់ដល់អ្នកនោះអ្នកនឹងរកឃើញសក្តានុពលរបស់ខ្លួនអារីស្តូតទស្សនវិទូជនជាតិក្រិកដ៏ល្បីល្បាញធ្លាប់ពោលថាអ្វីៗគ្រប់យ៉ាងដែលកើតឡើងសុទ្ធតែមានហេតុផលរបស់វាលោកអ្នកអាចយករឿងនេះទៅពិចារណាថារាល់បទពិសោធន៍ក្នុងជីវិតសុទ្ធតែត្រូវបានបង្កើតឡើងដើម្បីឆ្លាក់រូបច្នៃប្រឌិតនិងជួយឲ្យអ្នករីកចម្រើនទៅជាមនុស្សដែលកាន់តែប្រសើរនិងមានឥទ្ធិពលបំផុតនោះមានន័យថាសូម្បីតែបទពិសោធន៍អវិជ្ជមានក៏អាចជួយឲ្យយើងមើលឃើញឱកាសរីកចម្រើនបាននេះមិនមែនមានន័យថាយើងមិនត្រូវការទុក្ខឬមិនគួរមានអារម្មណ៍មិនល្អនោះទេនៅពេលដែលជួបបទពិសោធន៍ឈឺចាប់រឿងសំខាន់គឺត្រូវផ្ដល់ពេលវេលាឲ្យខ្លួនឯងដើម្បីបានព្យាបាលក្រោយពីឆ្លងកាត់ហេតុការណ៍ទាំងនោះរួចប្រសិនបើអ្នករវល់តែគិតថាខ្លួនជាជនរងគ្រោះជីវិតក៏នឹងធ្វើឲ្យអ្នកក្លាយទៅជាជនរងគ្រោះជានិច្ចដូច្នេះចូលកុំបណ្ដោយឲ្យស្ថានភាពជុំវិញខ្លួនកំណត់អនាគតរបស់អ្នកទស្សនវិជ្ជារបស់អារីស្តូតអាចធ្វើឲ្យមនុស្សគិតថាមែនខ្ញុំមានអារម្មណ៍បែបនេះហើយវាអាចផ្ដល់សង្ឃឹមឬធ្វើឲ្យពួកគេបាក់ទឹកចិត្តបានខ្លះដែរខ្ញុំយល់ថាហេតុអ្វីបានជាអ្នកខ្លះមានអារម្មណ៍បែបនេះពីព្រោះនៅពេលដែលជួបបទពិសោធន៍គួរឲ្យខ្លាចវាពិតជាលំបាកណាស់ក្នុងការស្វែងយល់ពីហេតុផលអារម្មណ៍ទាំងអស់របស់ពួកគេឈឺចាប់ហើយពួកគេអាចនឹងមានអារម្មណ៍ថាការនិយាយបែបនេះគឺមានន័យថាអ្នកមិនយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេកំពុងជួបប្រទះនោះទេប៉ុន្តែទោះបីជាយ៉ាងណាមនុស្សភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកខ្លាំងបំផុតយ៉ាងហោចណាស់ក៏មានម្ដងក្នុងជីវិតទើបយើងអាចយល់ពីអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកបានក្នុងកម្រិតមួយទោះបីជាមិនអាចយល់បានទាំងស្រុងក៏ដោយពីព្រោះយើងក៏ធ្លាប់ធ្លាក់ទៅក្នុងអំឡុងពេលបែបនេះដូចគ្នានៅសាលាគ្រូរបស់ខ្ញុំធ្លាប់ប្រាប់ថាប្អូនប្រុសរបស់គាត់ធ្លាប់ខកជើងរថភ្លើងនៅពេលកំពុងធ្វើដំណើរពីទីក្រុងដែលគាត់កំពុងរៀនទៅសម្រាប់វិស្មោកាលនៅផ្ទះនៅពេលដែលប្អូនប្រុសគាត់ខកជើងរថភ្លើងគាត់មានអារម្មណ៍អស់សង្ឃឹមហើយខឹងនឹងខ្លួនឯងប៉ុន្តែក្រោយមកគាត់បានដឹងថារថភ្លើងដែលគាត់មានបំណងជិះនោះបានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ
អ្នកដំណើរស្ទើរតែទាំងអស់បានបាត់បង់ជីវិតនៅពេលដែលបានឮដំណឹងបែបនេះគាត់ក៏អរគុណព្រះដែលបានជួយឲ្យគាត់គេចផុតពីវិនាទីដែលអាចជាដង្ហើមចុងក្រោយរបស់គាត់ថែមទាំងនិយាយថាអ្វីៗគ្រប់យ៉ាងកើតឡើងព្រោះវាមានហេតុផលរបស់វាខ្ញុំជឿជាក់ច្បាស់ថាមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់អ្នកដំណើរដែលបាត់បង់ជីវិតអាចនឹងមិនយល់ស្របនឹងគំនិតនេះទេប៉ុន្តែតាមទស្សនៈរបស់ប្អូនប្រុសគាត់យល់ពីពាក្យនេះបានយ៉ាងច្បាស់លោកអ្នកស្ដាប់ជាទីគោរពអ្នកនិពន្ធម្នាក់ធ្លាប់និយាយថាប្រសិនបើឪពុករបស់ខ្ញុំមិនបាត់បង់ជីវិតតាំងពីខ្ញុំនៅក្មេងទេខ្ញុំប្រហែលជាមិនបានមកអង្គុយនៅទីនេះដើម្បីព្យាយាមធ្វើជាកម្លាំងចិត្តដល់មនុស្សគ្រប់គ្នាទេគាត់និយាយបែបនេះពីព្រោះបទពិសោធន៍របស់គាត់ខុសពីអ្នកដទៃនេះមិនមែនមានន័យថាការបាត់បង់ឪពុករបស់គាត់ជារឿងល្អនោះទេប្រសិនបើឪពុកគាត់នៅរស់គាត់ប្រហែលជាមិនជួបការលំបាកច្រើនឡើយប៉ុន្តែសម្ដីនេះគឺជាទស្សនៈមួយដែលផ្ដល់កម្លាំងចិត្តក្នុងការបន្តដំណើរទៅមុខយើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេប៉ុន្តែយើងអាចផ្លាស់ប្ដូរគំនិតរបស់ខ្លួនបានការប្ដូរវិធីគិតធ្វើឲ្យយើងចាប់ផ្ដើមជឿថាអ្វីៗដែលកើតមកលើយើងពិតជាកើតឡើងដើម្បីអ្វីមួយនៅពេលដែលយើងចាប់ផ្ដើមប្ដូរគំនិតអវិជ្ជមានជីវិតយើងក៏នឹងបានប្រសើរឡើងបើយើងមិនប្ដូរទេយើងនឹងបាត់បង់ភាពសោមនស្សរីករាយហើយត្រូវបញ្ជូនខ្លួនទៅក្នុងស្ថានភាពដែលមានកម្លាំងរំញ័រទាបលោកអ្នកស្ដាប់ជាទីគោរពមានពាក្យមួយឃ្លាបានពោលថាការមើលមិនឃើញពីហេតុផលដែលបង្កប់នៅក្នុងអំឡុងពេលលំបាកមិនមែនមានន័យថាគ្មានហេតុផលនោះទេតើលោកអ្នកជឿដែរឬទេថាការឈឺចាប់អាចផ្លាស់ប្ដូរមនុស្សបានជីវិតតែងតែធ្វើសាកល្បងយើងមុននឹងផ្ដល់របស់ល្អៗដល់អ្នកការផ្លាស់ប្ដូរដ៏ល្អបំផុតមួយចំនួននៅក្នុងជីវិតកើតចេញពីបទពិសោធន៍ដ៏ឈឺចាប់បំផុតយើងចាំបាច់ត្រូវតែប្រឈមមុខនឹងពេលវេលាដួលដុនដាបនៅក្នុងជីវិតដើម្បីទទួលបានប្រាជ្ញាស្មារតីភាពរឹងមាំនិងចំណេះដឹងចាំបាច់សម្រាប់ពេលងើបឡើងវិញនៅពេលដែលប្រឈមមុខនឹងអំឡុងពេលដួលដុនដាបការធ្វើដំណើរទៅរកការផ្លាស់ប្ដូរជីវិតអាចនឹងច្របូកច្របល់ហើយត្រូវប្រឈមនឹងឧបសគ្គនោះគឺជាលំបាកបំផុតការជឿជាក់ទៅលើដំណើរការនិងជំនឿដែលថារឿងល្អៗនឹងកើតឡើងប៉ុន្តែអ្នកត្រូវចងចាំថាការយកមេរៀនដែលទទួលបាននោះមកប្រើប្រាស់នឹងធ្វើឲ្យយើងអាចជ្រើសរើសផ្លូវដើរដ៏ល្អជាងមុនដើម្បីដើរទៅមុខប្រសិនបើអ្នកធ្លាប់ឈឺចាប់ពីរឿងស្នេហាពីមុនមកលោកអ្នកអាចសម្រេចចិត្តថានៅថ្ងៃក្រោយអ្នកត្រូវតែប្រយ័ត្នប្រយែងបន្តិចនៅពេលជ្រើសរើសនរណាម្នាក់មកធ្វើជាគូវាអាចនាំអ្នកទៅរកគូពិតប្រាកដដែលជាមនុស្សល្អសម្រាប់អ្នកលើសពីអ្នកមុនទៅទៀតរាល់ជម្រើសនីមួយៗនឹងនាំអ្នកទៅរកជម្រើសផ្សេងៗជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃសូមចាំថាប្រសិនបើអ្នកគ្រាន់តែជ្រើសរើសផ្លូវណាមួយដែលខុសពីមុនអ្នកអាចនឹងជួបបទពិសោធន៍ខុសពីមុនទាំងស្រុងឧទាហរណ៍យុវជនម្នាក់កំពុងតែណាត់ជួបនារីម្នាក់នៅរោងកុនជាលើកដំបូងប៉ុន្តែគាត់សម្រេចចិត្តរកអ្វីទទួលទានសិនមុននឹងចេញទៅធ្វើឲ្យគាត់ឈឺពោះហើយត្រូវចូលបន្ទប់ទឹកយ៉ាងយូរគាត់បានយឺតពេលសម្រាប់ការណាត់ជួបនារីម្នាក់នោះខ្ជិលរង់ចាំហើយក៏ចាកចេញពីរោងកុននោះទៅ2-3នាទីមុនពេលដែលយុវជននោះមកដល់នៅពេលដែលយុវជនមកដល់ទើបដឹងថានាងចេញទៅបាត់ទៅហើយគាត់ក៏ត្រឡប់មកផ្ទះវិញស្រាប់តែគាត់ទៅជួបនារីម្នាក់ទៀតហើយក៏ចាប់ចិត្តស្រឡាញ់មួយរំពេចពួកគេមានឱកាសជជែកគ្នាស្រឡាញ់គ្នារៀបការនិងមានកូនជាមួយគ្នារឿងទាំងអស់នេះកើតឡើងព្រោះតែគាត់មកមិនទាន់ពេលណាត់ជួបតែប៉ុណ្ណោះគ្រប់យ៉ាងសុទ្ធតែជាប់តាក់ទងគ្នាប្រសិនបើអ្នកធ្លាប់មានរឿងអ្វីមួយពីអតីតកាលចូលគិតដល់រឿងល្អៗដែលទើបនឹងកើតឡើងនោះលោកអ្នកក៏នឹងឃើញថាវាជាប់តាក់ទងគ្នាហេតុការណ៍ដំបូងតែងតែបង្កើតជម្រើសខុសៗគ្នានិងផ្លូវឲ្យអ្នកជួបនឹងរឿងល្អៗអ្វីមួយលោកអ្នកស្ដាប់ជាទីគោរពជួនកាលប្រសិនបើយើងងាកមកមើលស្ថានភាពដែលកន្លងទៅនោះយើងនឹងចាប់ផ្ដើមភ្ជាប់រឿងផ្សេងៗចូលគ្នាវាអាចនឹងមានហេតុផលសម្រាប់ហេតុការណ៍នីមួយៗប្រសិនបើអ្នកសង្កេតមើលឲ្យបានល្អរឿងរ៉ាវផ្សេងៗអាចคล้ายទៅជាសមហេតុផលការធ្វើដូច្នេះធ្វើឲ្យអ្នកអាចទុកចិត្តបានថាហេតុការណ៍ដែលកើតឡើងនៅពេលអនាគតសុទ្ធតែកើតឡើងយ៉ាងមានហេតុផលមិនថាវាធ្វើឲ្យអ្នកសប្បាយឬទុក្ខនោះទេលោកអ្នកស្ដាប់ជាទីគោរពមានពាក្យមួយឃ្លាថានៅក្នុងការខូចខាតមានរឿងពិសេសនៅក្នុងស្នាមរបួសមានសតិបញ្ញានៅពីក្រោយការឈឺចាប់មានគោលបំណងហើយមានពាក្យមួយឃ្លាទៀតដែលថាជីវិតនឹងបង្គាប់បញ្ជាអ្នកវាក្រវ៉ាត់ក្រវែងមកលើអ្នកនៅពេលដែលអ្នកដួលវាក៏នឹងជន់ឈ្លីអ្នកប៉ុន្តែអ្នកនៅតែបន្តរស់ហើយដើរទៅមុខបានដោយដើរក្នុងដំណាក់កាលថ្មីដ៏ល្អជាងមុនពីព្រោះការលំបាកដែលមនុស្សខ្លះនៅតែជួបសម្រាប់អ្នកដែលបានឆ្លងផុតរួចទៅហើយប្រសិនបើអ្នកអនុញ្ញាតឲ្យស្ថានភាពដែលខ្លួនកំពុងជួបនោះផ្លាស់ប្ដូរចូលដឹងថាអ្នកស្ថិតក្នុងស្ថានភាពនោះដើម្បីឲ្យអ្នកបានផ្លាស់ប្ដូរជីវិតនិងផ្ដល់មេរៀនតាមលំដាប់លំដោយការដែលយើងអាចចាត់ចែងបាននឹងជួយឲ្យយើងទាញយកចំណុចល្អបំផុតរបស់ខ្លួនចេញមកវានឹងធ្វើតេស្តយើងសាជាថ្មីដើម្បីដឹងថាតើយើងបានរៀនសូត្រពីមេរៀនកន្លងមកហើយឬនៅការធ្វើតេស្តទាំងនេះខ្លះក៏ខុសខើខ្លះក៏មេត្តាប្រណីជួនកាលយើងជួបបញ្ហាដដែលអាចមកពីយើងមិនទាន់បានរៀនសូត្រពីមេរៀនចាស់ឲ្យបានច្បាស់លាស់
ជំរឿដ៏ល្អបំផុតដើម្បីដឹងច្បាស់ក្នុងចិត្តថាតើសិស្សបានរៀនចេះហើយឬនៅគឺត្រូវធ្វើតេស្តពួកគេលើសពីម្ដងរួចហើយក៏ចេះតែបន្តទៅមុខជាបន្តបន្ទាប់លោកអ្នកអាចរៀនសូត្រពីមេរៀនដែលខ្ញុំទើបតែផ្ដល់ឲ្យនេះបានយ៉ាងងាយស្រួលវាគឺជារឿងដែលនៅថ្មីស្រស់សម្រាប់អ្នកដែលមិនចាំបាច់ឈឺចាប់ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើជីវិតផ្ដល់មេរៀនដដែលនេះនៅពី3ខែក្រោយមកវាអាចនឹងកាន់តែលំបាកជាងមុនហើយคล้ายទៅជាការធ្វើតេស្តក្នុងជីវិតពិតថាតើអ្នកបានរៀនពីអ្វីដែលអ្នកធ្លាប់រៀនពីមុននោះដែរឬទេឧទាហរណ៍ប្រសិនបើអ្នកព្យាយាមទៅស្និទ្ធស្នាលនឹងមនុស្សដែលខ្លួនមិនទាន់ស្គាល់ច្បាស់វាអាចបញ្ចប់ដោយការឈឺចាប់មេរៀនរបស់វាអាចថាអ្នកត្រូវស្គាល់នរណាម្នាក់ឲ្យបានច្បាស់មុននឹងឈានទៅដល់ការភ្ជាប់ទំនាក់ទំនងនិងជិតស្និទ្ធនឹងគេគ្រាន់តែប្រាប់ថាបានរៀនសូត្រមេរៀននោះរួចហើយគឺនៅមិនទាន់គ្រប់គ្រាន់ទេអ្នកត្រូវតែបង្ហាញឲ្យឃើញតាមរយៈទង្វើជាក់ស្ដែងជីវិតអាចណែនាំអ្នកឲ្យស្គាល់មនុស្សថ្មីដែលមានមន្តស្នេហ៍រហូតដល់អ្នកមិនអាចភ្លេចបានអ្នកត្រូវតែបង្ហាញឲ្យឃើញថាខ្លួនបានរៀនសូត្រមេរៀនកន្លងមកនោះហើយប្រសិនបើអ្នកប្រញាប់ប្រញាល់លោតទៅរកទំនាក់ទំនងថ្មីលឿនពេកអ្នកអាចនឹងមានឱកាសឈឺចាប់ម្ដងទៀតអ្នកមិនចាំបាច់យកចិត្តទុកដាក់នឹងឧទាហរណ៍នេះទេប៉ុន្តែអ្នកប្រហែលជាយល់ហើយថាជួនកាលយើងត្រូវឆ្លងកាត់មេរៀនដដែលៗជាច្រើនដងហើយវាអាចនឹងកាន់តែលំបាកលើសពីដើមនៅលើកទី2ឬទី3លោកអ្នកមុខជាមិនឡើងរថយន្តហើយចាប់ផ្ដើមព្រួយបារម្ភភ្លាមៗថារថយន្តនេះនឹងក្រឡាប់នោះទេការរស់នៅដែលគួរឲ្យខ្លាចបែបនេះអាចធ្វើឲ្យយើងឆ្កួតបានទោះបីជាយ៉ាងណាក៏ដោយអ្នកនៅតែអាចប្រើវិធានការផ្សេងៗដូចជាដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពដើម្បីការពារកុំឲ្យមានរបួសធ្ងន់ក្នុងករណីជួបគ្រោះថ្នាក់ទង្វើបែបនេះភាគច្រើនកើតចេញពីការភ័យខ្លាចដូចគ្នាប៉ុន្តែនេះគឺជាហេតុផលដែលថាហេតុអ្វីបានជាមានការភ័យខ្លាចពីព្រោះវាជួយការពារយើងឲ្យផុតពីគ្រោះថ្នាក់នោះឯងប្រសិនបើអ្នកបង្កគ្រោះថ្នាក់រថយន្តព្រោះតែផឹកស្រាច្រើនពេកប៉ុន្តែអ្នកនៅតែបានរួចជីវិតហើយបើអ្នកនៅតែធ្វើបែបនេះទៀតវាបង្ហាញពីកង្វះការទទួលខុសត្រូវជ្រុលពេកការធ្វើដូច្នេះមានន័យថាអ្នកកំពុងយកខ្លួនឯងទៅដាក់ក្នុងគ្រោះថ្នាក់ថ្មីមួយទៀតដែលអាចនាំអ្នកទៅរកសេចក្តីស្លាប់ឬអាចនិយាយបានថាអ្នកមិនយកចិត្តទុកដាក់ចំពោះមេរៀនហើយកំពុងប្រាប់សកលលោកថាខ្លួនឯងគួរតែទទួលមេរៀននេះជាបន្តទៅទៀតដូច្នេះសូមឲ្យលោកអ្នកយកចិត្តទុកដាក់ទៅលើសញ្ញាព្រមានចក្រវាលនឹងរៀបចំផ្លូវឲ្យអ្នកយ៉ាងពិតប្រាកដប្រកបដោយអត្ថន័យដើម្បីឲ្យអ្នកបានជួបនឹងរឿងល្អៗជាងមុនក្នុងជីវិតប៉ុន្តែប្រសិនបើអ្វីមិនប្រព្រឹត្តទៅតាមអ្វីដែលខ្លួនត្រូវការទេចូលអ្នកសួរខ្លួនឯងថាតើអ្នកបានរៀនសូត្រអ្វីខ្លះពីហេតុការណ៍ទាំងនោះពីព្រោះរាល់រឿងអាក្រក់ៗសុទ្ធតែមានអ្វីឲ្យយើងបានរៀនសូត្រដូច្នេះចូលអ្នកសួរខ្លួនឯងថាតើត្រូវផ្លាស់ប្ដូរអ្វីខ្លះសូមកុំព្យាយាមបង្ខំឲ្យវាคล้ายទៅជាវិជ្ជមានប្រសិនបើវាពិតជាផ្លូវអាក្រក់ហើយក៏កុំបណ្ដោយឲ្យចំណងក្នុងការសប្បាយរយៈពេលខ្លីនាំឲ្យអ្នកហ៊ានប្រថុយនឹងការឈឺចាប់បន្ថែមទៀតលោកអ្នកស្ដាប់ជាទីគោរពមានពាក្យមួយឃ្លាថាការគិតតែពីបរិភោគនំខេកដែលមិនល្អចំពោះសុខភាពម្ដងមួយលោកអ្នកអាចនឹងមិនមែនជាជនរងគ្រោះរបស់វាទេប៉ុន្តែវាមកពីអ្នកស្រេកឃ្លានវាដោយខ្លួនឯងតើលោកអ្នកធ្លាប់បានឮពាក្យដែលគេនិយាយថាដោះដូរក្តីសុខរយៈពេលខ្លីជាមួយនឹងផលប្រយោជន៍រយៈពេលវែងដែរឬទេអ្នកនឹងមិនបាត់បង់របស់ល្អឡើយប្រសិនបើអ្នកយកពេលវេលានោះទៅធ្វើឲ្យជីវិតកាន់តែប្រសើរជាងមុនសប្តាហ៍ថ្ងៃនេះខ្ញុំរៀបចំពិធីជប់លៀងតែនៅពេលដែលមានអ្វីគួរឲ្យអបអរសាទរតែប៉ុណ្ណោះប៉ុន្តែកាលពីនៅចុងវ័យជំទង់និងពេលមានអាយុ20ឆ្នាំលើបន្តិចខ្ញុំតែងតែទៅក្លឹបជាច្រើនកន្លែងដល់ថ្នាក់ជិះយន្តហោះពីអង់គ្លេសទៅកាន់រដ្ឋ Nevada សហរដ្ឋអាមេរិកដើម្បីរកបទពិសោធន៍វិស្មការរដូវផ្ការីកដ៏ល្បីល្បាញខ្ញុំរស់នៅយ៉ាងត្រេកត្រអាលដោយអ្វីដែលអ្នកដទៃបានប្រាប់ថានេះគឺជាសំខាន់ពីព្រោះយើងមានបច្ចុប្បន្នតែម្ដងគត់ប៉ុន្តែតុល្យភាពរវាងការរស់នៅយ៉ាងត្រេកត្រអាលនិងការវិនិយោគដើម្បីអនាគតគឺជាអ្វីដែលត្រូវតែមាននៅពេលដែលយើងមានគោលដៅពិតប្រាកដនិងពេលធ្វើការនៅក្នុងការិយាល័យខ្ញុំធ្លាប់មានអារម្មណ៍ត្រេកអររាល់ថ្ងៃសុក្រពីព្រោះដឹងថានឹងបានជប់លៀងនៅថ្ងៃចុងសប្តាហ៍ដែលមិនចាំបាច់ធ្វើការខ្ញុំចាប់ផ្ដើមរស់នៅយ៉ាងរីករាយក្នុងពេលចុងសប្តាហ៍ទោះបីដឹងថានៅមានអ្វីជាច្រើនទៀតដែលត្រូវធ្វើក្នុងជីវិតក៏ដោយថ្ងៃចុងសប្តាហ៍គឺជាពេលដែលខ្ញុំផ្ដល់រង្វាន់ដល់ខ្លួនឯងមានទាំងការស្រវឹងនិងការយកប្រាក់ដែលរកបានដោយលំបាកទៅចំណាយក្នុងក្លឹបរាត្រីនៅពេលនោះខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់បន្ទាប់ពីស្រវឹងប៉ុន្តែការពិតទង្វើរបស់ខ្ញុំកំពុងតែនិយាយតាមរបៀបមួយថាខ្ញុំត្រូវធ្វើការជាច្រើនម៉ោងហើយត្រូវខំប្រឹងជាមួយការងារដែលខ្លួនមិនសូវចូលចិត្តដើម្បីអ្នកដែលមិនផ្ដល់ការគោរពដល់ខ្ញុំហេតុដូច្នេះខ្ញុំត្រូវប្រើជីវិតឲ្យសប្បាយអស់ដៃនៅថ្ងៃចុងសប្តាហ៍ដើម្បីអបអរសេរីភាពហើយយកប្រាក់ដែលរកមកបានយ៉ាងលំបាកទៅប្រើជាមួយវត្ថុក្នុងដបដែលរំលេចយ៉ាងល្អប្រណិតមានតម្លៃខ្ពស់ហើយដែលអាចធ្វើឲ្យខ្ញុំស្លាប់បានខ្ញុំត្រូវធ្វើបែបនេះទើបមានអារម្មណ៍ល្អជាមួយជីវិតមួយផ្លែតនោះគឺជាការគេចមិនព្រមទទួលស្គាល់ការពិតដែលត្រូវប្រឈមនៅថ្ងៃធ្វើការដែលត្រូវបំពេញចិត្តអ្នកដទៃក្នុងជំរឿចិត្តខ្ញុំតែងតែឆ្ងល់ជានិច្ចថាតើពេលណាទើបជីវិតចាប់ផ្ដើមដួលទៅនឹងអ្វីដែលខ្លួនស្ថាបនា
ដោយជាការមានអាជីវកម្មផ្ទាល់ខ្លួននិងបានធ្វើអ្វីដែលខ្លួនស្រឡាញ់ខ្ញុំរំពឹងថាអ្វីៗនឹងផ្លាស់ប្ដូរដោយខ្លួនឯងនៅពេលណាដល់ពេលវេលាប៉ុន្តែខ្ញុំគិតតែរអ៊ូជានិច្ចថាខ្លួនឯងគ្មានប្រាក់ដើម្បីធ្វើឲ្យសុបិនខ្លាយជាការពិតទេខ្ញុំចង់ធ្វើរឿងមួយប៉ុន្តែបែរជាទៅធ្វើរឿងមួយផ្សេងទៀតប៉ុន្តែខ្ញុំដឹងថាអ្នកដទៃក៏ដូចគ្នាមនុស្សតែងតែរអ៊ូថាគ្មានពេលឬក៏គ្មានលុយដើម្បីចាប់ផ្ដើមបង្កើតអាជីវកម្មផ្ទាល់ខ្លួនប៉ុន្តែទន្ទឹមគ្នានេះគេបែរជាយកពេលវេលានិងប្រាក់ជាច្រើនទៅចោលជាមួយការសប្បាយកន្លែងខ្លះស្រាមួយកែវមានតម្លៃថ្លៃលើសពីសៀវភៅមួយក្បាលទៅទៀតសួរថាតើអ្វីទៅដែលអាចជួយផ្លាស់ប្ដូរអ្នកបានច្រើនជាងតើការដែលអ្នកវិនិយោគខុសកន្លែងហើយផ្ដល់ប្រាក់ដើមទុនឲ្យអ្នកដទៃបំពេញសុបិនរបស់គេទាំងដែលខ្លួនឯងមិនពេញចិត្តប្រសើរជាងការដែលអ្នកខំប្រឹងប្រែងធ្វើការយ៉ាងធ្ងន់ហើយទីបំផុតសម្រេចគោលដៅរបស់ខ្លួនដោយសារតែអ្នកមានប្រាក់ត្រៀមបំរុងទុកមានមនុស្សជាច្រើនដែលរស់នៅដូចអ្វីដែលខ្ញុំធ្លាប់ធ្វើទោះបីជាមិនមែនជាការជប់លៀងក៏ដោយក៏នៅតែមានរឿងផ្សេងទៀតពិតមែនហើយយើងគួរតែរីករាយនឹងជីវិតយើងគួរតែចំណាយពេលវេលាឲ្យមានតម្លៃគ្រប់វិនាទីទោះបីជាយ៉ាងណាក៏ដោយការបញ្ឈប់អ្វីដែលខ្លួនត្រូវការបំផុតដើម្បីអ្វីដែលត្រូវការនៅពេលនេះក៏នឹងធ្វើឲ្យគោលដៅពិតរបស់ជីវិតឃ្លាតឆ្ងាយពីអ្នកទៅវិញលោកអ្នកស្ដាប់ជាទីគោរពខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែមានវាសនាឆ្ពោះទៅរកជីវិតដែលប្រសើរជាងមុនហើយខ្ញុំយល់ថាមនុស្សជាច្រើនមិនពេញចិត្តនឹងការដោះដូរការសប្បាយតិចតួចជាមួយនឹងរង្វាន់ក្នុងរយៈពេលវែងនោះឡើយប្រសិនបើអ្នកមិនពេញចិត្តនឹងការដោះដូរការសប្បាយមួយផ្លែតចេញទេវាក៏នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់អ្នកមនុស្សភាគច្រើនរស់នៅបែបថាបើខ្ញុំមានរបស់នេះខ្ញុំនឹងមានសេចក្តីសុខប៉ុន្តែនេះគ្រាន់តែជារូបភាពបន្លំភ្នែកប៉ុណ្ណោះលោកអ្នកអាចមានសេចក្តីសុខក្នុងបច្ចុប្បន្នបានតាមរយៈការរស់នៅយ៉ាងមានសតិមានអារម្មណ៍អរគុណនិងការផ្លាស់ប្ដូរការគិតរបស់ខ្លួនអ្នកមានសិទ្ធិជ្រើសរើសដោយខ្លួនឯងប៉ុន្តែអ្នកមិនអាចគេចផុតពីលទ្ធផលដែលកើតឡើងតាមក្រោយបានទេជួនកាលយើងអាចត្រូវដោះដូររបស់បន្តិចបន្តួចដើម្បីទទួលបានអ្វីដែលកាន់តែល្អជាងនេះខ្ញុំមិនមែនចង់និយាយថាអ្នកគួរតែប្រងើយកន្តើយនឹងសុភមង្គលឬការសប្បាយនោះទេប៉ុន្តែសូមឲ្យរក្សាតុល្យភាពរវាងការធ្វើការនិងការសប្បាយហើយទន្ទឹមគ្នានេះយើងក៏មិនគួរយកពេលវេលានិងថាមពលទៅចំណាយលើអ្វីដែលមានលំដាប់ជ្រុលហួសហេតុពេកនោះដែរលោកអ្នកត្រូវចងចាំថាទោះបីជាអ្នកគិតបារម្ភប៉ុណ្ណាក៏ដោយបញ្ហារបស់អ្នកក៏នៅតែមិនបានប្រសើរឡើងដែរចូលប្រើការតាំងចិត្តនិងថាមពលរបស់អ្នកយ៉ាងវៃឆ្លាតអ្នកអាចបោះជំហានលើលោកនេះបានលុះត្រាតែអ្នកចេះសង្កត់ភាពច្របូកច្របល់ការភ័យខ្លាចនិងការគិតបារម្ភឲ្យវាក្រាបនៅក្រោមជើងអ្នកលោកអ្នកស្ដាប់ជាទីគោរពការជឿជាក់គឺជាជម្រើសដ៏មានអានុភាពក្នុងការរក្សាសុទិដ្ឋិនិយមនៅក្នុងខ្លួនការបង្ហាញពីភាពជឿជាក់ទៅលើគោលដៅគឺជារឿងចាំបាច់បំផុតការភ័យខ្លាចនឹងរំកិលខ្លួនចូលមកបន្លាចអ្នកព្រមទាំងអូសអ្នកចេញពីរឿងល្អៗទាំងឡាយដែលអ្នកត្រូវទទួលការភ័យខ្លាចគឺជាយន្តការដែលជួយឲ្យយើងគេចផុតពីគ្រោះថ្នាក់ខាងរូបកាយឬសេចក្តីស្លាប់ប៉ុន្តែយើងតែងតែប្រើវាដើម្បីឲ្យខ្លួនឯងស្រួលនិយាយឲ្យខ្លីគឺគេចពីការប្រឈមនៅពេលដែលយើងប្រើការភ័យខ្លាចទៅលើផ្លូវខុសវាក៏คล้ายទៅជាឧបសគ្គរារាំងការរីកចម្រើននិងរារាំងមិនឲ្យយើងបានព្យាយាមអស់ពីសមត្ថភាពការភ័យខ្លាចសង្កត់សង្កិនយើងអាចប្រើជីវិតតាមបែបមនុស្សធម្មតាទូទៅពីព្រោះវាបង្ខំឲ្យយើងគេចពីលទ្ធភាពផ្សេងជាច្រើនជាងការនាំឲ្យយើងគេចពីអ្វីដែលជាគ្រោះថ្នាក់ពិតប្រាកដប្រសិនបើយើងប្រើធម៌ពលដ៏មានតម្លៃទៅលើការបារម្ភថាតើអាចនឹងជួបកំហុសអ្វីខ្លះជាងការជឿជាក់ថាមានអ្វីល្អកើតឡើងខ្លះនោះទង្វើរបស់យើងក៏នឹងបង្ហាញចេញទៅតាមលំនាំបែបនោះដែរលោកអ្នកការជឿជាក់និងការភ័យខ្លាចទាមទារឲ្យអ្នកជឿទៅលើអ្វីដែលមើលមិនឃើញឧទាហរណ៍អ្នកអាចនឹងខ្លាចមិនហ៊ានចេញទៅខាងក្រៅនៅពេលអាកាសធាតុត្រជាក់ពីព្រោះអ្នកជឿថាវានឹងធ្វើឲ្យអ្នកឈឺប៉ុន្តែទោះបីជាពេលនេះអ្នកមិនទាន់ឈឺហើយការប៉ះនឹងអាកាសធាតុត្រជាក់ក៏អាចបណ្ដាលឲ្យឈឺបានដែរនេះគ្រាន់តែជាអ្វីដែលការបារម្ភរបស់អ្នកតាក់តែងឡើងរហូតដល់វាកើតឡើងមែននៅក្នុងជីវិតអ្នកទើបមានពាក្យមួយឃ្លាថាយើងតែងតែឆាប់សន្និដ្ឋានដោយសារតែការភ័យខ្លាចជាប្រចាំគួរឲ្យស្ដាយនៅពេលដែលយើងបំពន់អាហារដល់ការឆាប់សន្និដ្ឋានទាំងនេះវាក៏คล้ายទៅជាបទពិសោធន៍ក្នុងជីវិតរបស់យើងដូច្នេះការភ័យខ្លាចគឺជាសភាវៈដែលមានកម្លាំងរំញ័រខ្លាំងទើបវានាំយកអ្វីដែលមិនជាទីត្រូវការមកកាន់ជីវិតអ្នកកាន់តែច្រើនឡើងការភ័យខ្លាចខុសគ្នាពីការជឿជាក់ត្រង់ថាវាធ្វើឲ្យអ្នកបាក់ទឹកចិត្តហើយឆ្លុះបញ្ចាំងនៅក្នុងបទពិសោធន៍របស់អ្នកប្រសិនបើអ្នកអាចកម្ចាត់ការភ័យខ្លាចចោលបទពិសោធន៍របស់អ្នកនឹងប្រសើរឡើងដូចជាគ្រូពេទ្យវះកាត់ដែលគ្មានការភ័យខ្លាចពួកគេគ្មានទំនាស់គ្មានភាពស្ទាក់ស្ទើរមានស្មារតីខ្ពស់ការសម្រេចចិត្តរបស់ពួកគេនឹងល្អជាងមុនហើយលទ្ធផលការងារក៏នឹងកាន់តែប្រសើរដែរដូច្នេះជំនួសឲ្យការភ័យខ្លាចចូលជឿជាក់ជំនឿនឹងជួយឲ្យយើងអាចធ្វើអ្វីដែលខ្លួនគិតស្មានមិនដល់វានឹងជួយឲ្យយើងរកឃើញលទ្ធភាពផ្សេងជាច្រើនការជឿជាក់អាចនឹងមិនធ្វើឲ្យអ្វីកាន់តែងាយស្រួលជាងមុនទេប៉ុន្តែវានឹងធ្វើឲ្យអ្វីមានឱកាសអាចទៅរួច
នៅពេលធ្វើដំណើរទៅរកគោលដៅអ្នកត្រូវតែមានការជឿជាក់ដែលមិនរង្គើទោះបីជាត្រូវប្រឈមនឹងទស្សនៈអវិជ្ជមានឬរឿងមិនល្អក៏ដោយការជឿជាក់ដែលខ្ញុំនិយាយនេះគឺជារបស់ដូចគ្នាទៅនឹងអ្វីដែលអ្នកនិយាយថាខ្ញុំនឹងឈ្នះទោះបីជាជួបតែរឿងបរាជ័យក៏ដោយដូច្នេះសូមលោកអ្នកចងចាំនៅពាក្យមួយឃ្លាដូចខាងក្រោមនៅពេលខ្លះអ្វីដែលយើងមានគឺគ្រាន់តែការជឿជាក់របស់យើងប៉ុណ្ណោះការជឿជាក់ថាអ្វីៗនឹងបានប្រសើរជាងមុនចូលចាប់វាឲ្យជាប់ហើយជឿជាក់ជាបន្តទោះបីជាមានតែអ្នកម្នាក់គត់ដែលជឿក៏ដោយលោកអ្នកស្ដាប់ជាទីគោរពមុននឹងខ្ញុំបញ្ចប់អត្ថបទនេះខ្ញុំចង់ឲ្យលោកអ្នកឈប់ស្ងាត់មួយភ្លែតហើយគិតអំពីការឈឺចាប់មួយដែលអ្នកកំពុងឆ្លងកាត់ឥឡូវនេះវាអាចជាការបរាជ័យអាចជាការបែកបាក់អាចជាការមិនបានអ្វីដែលអ្នកចង់បានហើយសូមអ្នកសួរខ្លួនឯងមួយសំណួរថាតើការឈឺចាប់នេះកំពុងបង្រៀនអ្វីដល់ខ្ញុំខ្លះនៅពេលខ្លះជីវិតមិនផ្ដល់អ្វីដែលអ្នកចង់បានទេមិនមែនព្រោះតែអ្នកមិនល្អគ្រប់គ្រាន់ទេប៉ុន្តែព្រោះតែអ្នកត្រូវតែរីកចម្រើនជាមុនសិនការឈឺចាប់គឺដូចជាការបង្ខំឲ្យអ្នកក្លាយទៅជាមនុស្សថ្មីមនុស្សដែលរឹងមាំជាងមុនឆ្លាតជាងមុនហើយយល់ពីជីវិតបានកាន់តែជ្រាលជ្រៅជាងមុនសម្រាប់អ្នកសូមចងចាំនៅអ្វីដែលសំខាន់មួយអ្នកមិនមែនជាការឈឺចាប់របស់អ្នកទេអ្នកគឺជាមនុស្សដែលដើរឆ្លងកាត់វាហើយនោះគឺជាអ្វីដែលធ្វើឲ្យអ្នកមានតម្លៃប្រសិនបើថ្ងៃណាមួយការឈឺចាប់ដែលអ្នកមាននៅថ្ងៃនេះនឹងក្លាយទៅជារឿងរ៉ាវដែលអ្នកនិយាយដោយមោទនភាពអ្នកនឹងនិយាយថាខ្ញុំធ្លាប់ឆ្លងកាត់វាហើយខ្ញុំមិនបោះបង់ទេនោះហើយគឺជាកម្លាំងពិតដូច្នេះកុំឲ្យការឈឺចាប់នេះបញ្ឈប់អ្នកចូលប្រើវាធ្វើវាឲ្យក្លាយទៅជាធម៌ពលធ្វើវាឲ្យក្លាយទៅជាមូលហេតុដែលអ្នកត្រូវតែឈ្នះលោកអ្នកអាចយំបានលោកអ្នកអាចធ្លាក់ចុះបានប៉ុន្តែកុំឲ្យខ្លួនឯងនៅទីនោះជារៀងរហូតចូលងើបឡើងវិញមួយជំហានតូចៗក៏បានពីព្រោះរាល់ជំហានតូចៗកំពុងតែនាំអ្នកទៅកាន់ជីវិតថ្មីជាចុងក្រោយនេះខ្ញុំចង់ឲ្យលោកអ្នកសន្យាជាមួយនឹងខ្លួនឯងថាមិនថាមានអ្វីកើតឡើងក៏ដោយអ្នកនឹងមិនបោះបង់ខ្លួនឯងទេពីព្រោះនៅក្នុងខ្លួនរបស់អ្នកនៅមានកម្លាំងមួយដែលអ្នកមិនទាន់ស្គាល់ទាំងស្រុងនោះទេហើយការឈឺចាប់នេះកំពុងតែបង្ហាញវាចេញប្រសិនបើថ្ងៃនេះអ្នកកំពុងតែឈឺចាប់សូមចងចាំថាវាគ្រាន់តែជាផ្នែកមួយនៃរឿងរ៉ាវជីវិតរបស់អ្នកប៉ុណ្ណោះមិនមែនជាចុងបញ្ចប់នោះទេអ្នកកំពុងតែក្លាយទៅជាមនុស្សដែលខ្លាំងជាងមុនហើយនៅថ្ងៃមួយអ្នកនឹងអរគុណចំពោះថ្ងៃទាំងនេះលោកអ្នកស្ដាប់ជាទីគោរពប្រសិនបើអត្ថបទរបស់ខ្ញុំនេះបានប៉ះដល់ចិត្តរបស់លោកអ្នកសូមជួយចែករំលែកវាទៅឲ្យមនុស្សម្នាក់ទៀតដែលកំពុងតែត្រូវការកម្លាំងចិត្តហើយសូមកុំភ្លេចថាការឈឺចាប់នៅថ្ងៃនេះគឺជាកម្លាំងរបស់អ្នកនៅថ្ងៃស្អែក